បងប្អូនចាំទេខ្ញុំនិយាយថាមានខ្មែរដែលអំពាវនាវឲ្យសៀមវាយយកទឹកដីខ្មែរណាពួកហ្នឹងបានបញ្ជូនគ្នាវា4នាក់មករដ្ឋធានី Washington DC នៃសហរដ្ឋអាមេរិកពួកហ្នឹងវានៅអាមេរិកហ្នឹងវាបានចូលទៅជួបមន្ត្រីស្ថានទូតកាពិនៅទីក្រុង Washington DC ឥឡូវនេះវាក៏នាំមេវាមួយទៀតគិតប្រុងមកជួបមន្ត្រីសៀមដើម្បីនិយាយកិច្ចការអ្វីមួយដែលយើងអត់ដឹងទេដូច្នេះបងប្អូនពលករដែលជាប់នៅស្រុកកាពិសូមបងប្អូនប្រយ័ត្នប្រយែងកុំឲ្យពួកចលនានេះអូសបានពីព្រោះអាចជាអំពើប្រឆាំងនឹងមាតុប្រទេសខ្មែរយើងពួកអស់នេះបានទៅជួបមន្ត្រីស្ថានទូតកាពិម្ដងរួចទៅហើយកាលដែលខ្ញុំប្រាប់ឥឡូវនេះវាប្រុងនាំមេវាឈ្មោះហៅថាស្រីសក់សអាចជាមួយនឹងស្រីសក់ខ្មៅមួយមកពីខាងត្បូងអាមេរិកនេះម្ដុំ Florida Georgia North Carolina អីហ្នឹងមកជួបមន្ត្រីស្ថានទូតកាពិនៅទីក្រុង Washington DC ដើម្បីនិយាយកិច្ចការរៀបចំដាក់ខ្លួនពួកវាបំរើនយោបាយរបស់ពួកសយាមឈ្លានពាន